ការរក្សាចំណងអាពាហ៍ពិពាហ៍ហេតុនៃការបានគ្នាជាប្តីប្រពន្ធ 1. ធ្លាប់ជាប្តីប្រពន្ធពីអតីត គ្រាន់តែជួបគ្រាន់តែឃើញចាប់ចិត្តស្រឡាញ់អាណិតភ្លាម ហាក់ដូចជាធ្លាប់ស្គាល់ពីពេលណាមកអញ្ចឹង ព្រោះធ្លាប់មាននិស្ស័យជាមួយគ្នាធ្លាប់ធ្វើបុណ្យប្រាថ្នាចង់ជួបគ្នាប្រុសខ្លះខ្មៅក្រញ៉េះស្រាប់តែបានប្រពន្ធស្អាតដូចទេពអប្សរមិនសមរូបគ្នាសោះយើងគិតថាមិនសមបើស្រីនោះស្រឡាញ់មនុស្សប្រភេទនោះសោះតែវាជាគូព្រេងរបស់គេអ្នកណាមកដណ្ដឹងក៏មិនយកពេលម្នាក់នឹងមកក៏ព្រមភ្លាម 2. បានធ្វើអំពើជាប្រយោជន៍ដល់គ្នាក្នុងបច្ចុប្បន្នបានឃើញគ្នានិយាយរកគ្នាជួយគ្នាមានទំនាក់ទំនងទៅវិញទៅមកយល់ចិត្តយល់ថ្លើមគ្នាមនុស្សដែលយើងស្រឡាញ់មិនប្រកាសថាជាគូព្រេងរបស់យើងទេខ្លះគ្រាន់តែបានស្រឡាញ់គ្នាក្នុងបច្ចុប្បន្ននេះប៉ុណ្ណោះគ្មាននិស្ស័យពីអតីតក៏មិនបានជាប្តីប្រពន្ធដែរខ្លះមាននិស្ស័យដែរតែនៅឆ្ងាយពីគ្នាពេកមិនដែលជួបគ្នាឃើញគ្នាក៏គ្មានឱកាសបានគ្នាដែរពាក្យចាស់លោកពោលថាគូព្រេងមិនព្រាត់ប្តីប្រពន្ធគ្រប់ជាតិបើប្រាថ្នាចង់ជួបគ្នាគ្រប់ជាតិត្រូវមានលក្ខណៈ 4 យ៉ាងនេះ 1. មានសទ្ធាស្មើគ្នាមានគំនិតដូចគ្នាចោះសម្រងគ្នានិយាយស្ដាប់គ្នាបានមានអធ្យាស្រ័យដូចគ្នាចេះធ្វើបុណ្យដូចគ្នា 2. មានសិលធម៌ដូចគ្នាមានអត្តចរិតរឹកពីស្លូតបូតដូចគ្នាធ្វើអំពើល្អរក្សាសិលដូចគ្នា 3. ចេះចែកទានដូចគ្នាជួយញាតិទាំងសងខាងឲ្យបានល្អដូចគ្នាមិនកំណាញ់ឃើញគេក្រលំបាកចង់ជួយគេដូចគ្នា 4. មានបញ្ញាដូចគ្នាមានចំណេះដឹងគំនិតបញ្ញាស្មារតីស្មើគ្នាចេះគិតគូរពិចារណាវែងឆ្ងាយមុននឹងធ្វើអ្វីៗមានអ្នកខ្លះចង់ជួបគ្នារហូតតែមានអ្នកខ្លះក៏ប្រាថ្នាមិនឲ្យជួបរហូតដែរព្រោះបានធ្វើបាបចិត្តគេខ្លាំងតែកំណើតសត្វវិលវល់អន្តោលកើតចាស់ឈឺស្លាប់មិនប្រកបទេគ្រាន់តែយូរនឹងឆាប់ប៉ុណ្ណោះអាចជួបគ្នាវិញក៏ថាបានទឹកស្រក់តក់តក់លេងអីសឹកថ្មពីប្រុសអង្វរលេងអីស្រីអាណិតតួនាទីភរិយានិងស្វាមីតួនាទីស្វាមីមាន 5 យ៉ាងប្តីល្អកម្ររកបានណាស់រៀបការប្តីប្រពន្ធជាការស្មានដូចរៀមជុលក្នុងសមុទ្រមិនដឹងចិត្តគំនិតគេយ៉ាងម៉េចទេតែអ្នកទាំងសងខាងគួរខំប្រឹងខំមាត់សង្កត់ចិត្តបំពេញតួនាទីរៀងខ្លួនឲ្យបានល្អបរិបូរណ៍មានរឿងអ្វីបន្តិចបន្តួចចេះអត់ឱនឲ្យគ្នាកុំអង្គុយចាំចាប់កំហុសមិនល្អទេមិនមែនយកគេមកបំរើខ្លួនទេគឺយកគេជាភរិយាស្វាមីត្រូវមានតួនាទីដូចខាងក្រោម 1. យកជាភរិយាឲ្យពេញច្បាប់យកពេញមុខពេញមាត់ជាភរិយាពេញលក្ខណៈកុំលាក់លៀមបិទបាំងយកគ្នាធ្វើស្រីកំដរអារម្មណ៍ហើយបោះចោលនោះទេ 2. កុំប្រមាថមើលងាយភរិយាដោយវាយដំជេរប្រតិចថ្មេះតេះដៀលធ្វើຕົកបុកម្នេញធ្វើបាបចិត្តគ្នាត្រូវចេះស្រឡាញ់ថ្នាក់ថ្នមអាណិតអាសូរជួយលើកទឹកចិត្តជួយណែនាំដោយក្តីបំណងល្អ 3. ប្រគល់ភាពជាធំឲ្យភរិយាគឺការចាត់ចែងផ្ទះសម្បែងលុយកាក់កូនចៅកុំឲ្យគ្នាគ្មានសិទ្ធិគ្មានអំណាចអ្វីសោះមិនល្អទេឲ្យគ្នាបាត់បញ្ចេញគំនិតយោបល់មានមតិចូលរួមសម្រេចចិត្តផងកុំយកឈ្នះតែម្នាក់ឯងប្រពន្ធនិយាយមិនបាន 4. កុំក្បត់ចិត្តភរិយាប្រុសខ្លះលុះតាមអំណាចតណ្ហាមានប្រពន្ធ 2 3 ធ្វើបាបចិត្តប្រពន្ធដើមដើរបាយឡែមិនគិតផ្ទះសម្បែងបួកនឹងលបែងផឹកស្រាបកប់ចិត្តស្រីស្នេហ៍ស្រីបេស្យាជាដើមធ្វើយ៉ាងនេះគ្មានកំណើតទេការຕົកក្តៅក្រហាយណាស់ 5. ឲ្យគ្រឿងអលង្ការគ្រឿងប្រដាប់តាក់តែងរាងកាយសម្លៀកបំពាក់គ្រឿងសម្អាងជាតម្រូវការរបស់ស្ត្រីគ្រប់រូបតែងប្រាថ្នាចង់បានព្រោះចង់ស្អាតចង់ល្អចូលជំនុំចំណោមគេចោះភរិយាធ្វើការកំប៉ិកកំប៉ុក100ចម្ពោះនៅផ្ទះតាំងពីបាយទឹកផ្ទះសម្បែងបោកគក់មើលកូនចៅតូចតាច
ដាំដំណាំដំណើរក្នុងភូមិលក្ខនឹងលក្ខភរិយាមានភារកិច្ចធ្ងន់ធ្ងរណាស់ដូច្នេះប្តីត្រូវយល់ចិត្តគ្នាផងឃើញគ្នាខុសឆ្គងម្ដងម្កាលគួរអត់ឱនអធ្យាស្រ័យទើបបានសុខយូរអង្វែងភរិយា1ស្រួលកាយចិត្តភរិយា2ពិតដូចផេះផ្លុំភរិយា3ដូចភ្លើងឆេះភ្នំភរិយា4សំភ្លើងអវជ័យតួនាទីភរិយាមាន5យ៉ាងប្រពន្ធប្រើថាចំណងភរិយាឈ្មោះថាស្រីដែលប្តីចិញ្ចឹមខ្លួនជាស្រីមានប្តីហើយត្រូវចេះគិតគូរឲ្យបានវែងឆ្ងាយកុំឆេវឆាវងងក់ដូចក្មេងក្រែងនៅមិនបានសុខភរិយាមានតួនាទីដូចខាងក្រោម 1. ចាត់ចែងការងារផ្ទះឲ្យបានល្អរៀបចំទុកដាក់សម្លៀកបំពាក់ចានឆ្នាំងរបស់របរប្រើប្រាស់បោះច្រាសតុបតែងលម្អឲ្យបានស្អាតបាតសមរម្យកុំទុកឲ្យនៅរត់រាខ្ចាក់ខ្ចាយពាសពេញផ្ទះនាំឲ្យកើតអពមង្គលសរុបមកត្រូវមានមារយាទល្អ 2. ជួយសង្គ្រោះញាតិទាំងសងខាងលោកលៃឲ្យបានសមរម្យកុំស្គាល់តែម៉ែឪឯងញាតិឯងកុំលបលាក់លុយកាក់កឹបកេងក្រោយខ្នងប្តីឡើយពេលគេដឹងមិនបានសុខនឹងគ្នាទេ 3. កុំក្បត់ចិត្តប្តីមិនត្រូវលោភលួចលាក់និងមានសហាយស្មន់តាមតម្រេកតណ្ហារបស់ខ្លួនឡើយព្រោះវាធ្វើឲ្យខូចពុជពងវងតកូលខូចអនាគតកូនចៅឆ្លោះទាស់ទែងគ្នារកសុខគ្មានទេ 4. រក្សាទ្រព្យឲ្យគង់វង្សលុយកាក់ដែលប្តីរកមកត្រូវចេះចាត់ចែងទុកដាក់សម្រាប់ហូបចុកប្រើប្រាស់ឈឺថ្កាត់ឬមានហេតុការណ៍ណាមួយចាយវាយឲ្យចេះប្រមាណមិនត្រូវខ្ជះខ្ជាយពេកទេស្រីខ្លះកញ្ជើធ្លុះយកលុយលេងល្បែងចាក់កន្ទុយលេខផឹកស្រាធ្វើមារយាទថោកទាបបាត់បង់តម្លៃជាស្ត្រី 5. ឆ្លាតវាងវៃមិនខ្ជិលច្រអូសកុំដេកចាំសំណាងប្តីចេះលៃលោកឆ្លៀតរករបស់នេះរបស់នោះកុំឲ្យទំនេរអត់ប្រយោជន៍កុំខ្ជិលងើបគូតមិនរួចស្ងាបហាមាត់មួយចំអាមអង្គុយរោគចៃនៅមាត់ចណ្ដើរបាយមិននឹកទឹកមិនដងត្រូវរវាសរវាងប្រើបញ្ញាចាត់ចែងការឲ្យបានសពគ្រប់ខាងលើនេះជាកាតព្វកិច្ចរបស់ស្ត្រីភរិយាខានមិនបានឡើយបើស្រីណាធ្វើបានលោកហៅថាស្រីគ្រប់លក្ខបើស្រីណាធ្វើមិនបានលោកហៅថាស្រីខាតលក្ខពាក្យចាស់លោកពោលថាទុកស្រីប្តីកាន់លុយប្តីមិនល្អ7ប្រភេទប្រុសខ្លះខ្វះមារយាទធ្វើប្តីគេឲ្យស្រីមើងងាយទៅវិញបណ្ដោយខ្លួនឲ្យថោកទាបព្រោះមិនចេះគិតគូរ 1. ក្ររោគព្រឹកខ្វះល្ងាចគ្មានអង្គច្រកឆ្នាំងផ្ទះខ្ទមក៏ក្រិកកក្រក់លិចមុខលិចក្រោយ 2. ឈឺច្រើនរោគបានសម្រាប់ចិញ្ចឹមពេទ្យជួនកាលប្រពន្ធរោគចិញ្ចឹមវិញ 3. ចាស់ពេកគ្មានកម្លាំងកំហែងមុខជ្រាវជ្រួញស្បែកយាមិនសមនឹងប្រពន្ធម្លោះហើយគេមិនសូវសប្បាយចិត្ត 4. ប្រមឹកផឹកស្រោចផឹកងូចបានលុយចូលតែទៀមស្រាពាត់វងមិនចេះលួសថ្ងៃ 5. ធ្វេសប្រហែសធ្វើការចុងជើងចុងដៃចាប់នេះចាប់នោះមិនឆ្ពោះត្រង់ណាធ្វើការមិនឲ្យហើយសពគ្រប់ទេ 6. ល្ងងខ្លៅមិនសូវដឹងខុសត្រូវចាំតែគេដឹកច្រមុះប្រាប់ប៉ុណ្ណាធ្វើប៉ុណ្ណឹងមិនចេះបែកគំនិតគិតរកផ្លូវផ្សេងទេ 7. ខ្ជិលចាំតែគេទឿនគេថាទៅធ្វើដេកចាំថ្ងៃរះចាំប្រពន្ធដាស់បានងើប 8. មិនអាចបំពេញសេចក្តីត្រូវការរបស់ភរិយាបានប្រុសខាងលើនេះឲ្យឈ្មោះថាតែជាប្តីមិនគ្រប់គ្រឿងទោះបីយ៉ាងណាភរិយាមិនត្រូវមើលងាយមើលថោកប្តីឯងឡើយព្យាយាមជួយកែប្រែចិត្តគំនិតប្តីឲ្យបានល្អឡើងវិញពាក្យចាស់លោកពោលថាស្រឡាញ់ខ្លួនឲ្យស្ងួនចំណីស្រឡាញ់ប្តីឲ្យថ្នមចិត្តអាការៈមិនល្អរបស់ស្ត្រីជាភរិយា 1. ដើរទៅលេងសួនច្បារកំសាន្តរឿយចោលផ្ទះសម្បែងចោលកូនចៅ 2. ដើរទៅលេងព្រៃព្រឹក្សាញឹកញាប់តែម្នាក់ឯង 3. ដើរលេងកំពង់ទឹក
ញ៉ែញងញែកញក់ត្រាំត្រែងមិនប្រញាប់ប្រញាល់ត្រឡប់មកវិញ 4. ទៅលេងផ្ទះញាតិសន្តានឯងរឿយៗខុសប្លែកប្រក្រតី 5. ទៅលេងផ្ទះអ្នកដទៃញឹកញាប់និយាយចាប់ប្រប្រែអាយអុកជួនកាលគ្មានអ្វីនិយាយដើមប្តីឯង 6. ពូកែតាក់តែងស្អិតស្អាងរាងកាយផាត់ការ៉េមលាបម្សៅខាត់កញ្ចក់តំណែងខ្លួនដូចជំទាវ 7. ផឹកទឹកស្រវឹងឡូឡាចេប្រតិករករឿងឆ្លោះជាមួយប្តី 8. ឈិតឈៀងដៀងភ្នែកលួចមើលប្រុសឲ្យគេបានចិត្ត 9. ឈរបង្ហាញខ្លួនឲ្យប្រុសឃើញចង់ឲ្យគេចាប់ចិត្តលើខ្លួនអាកប្បកិរិយាយ៉ាងនេះបង្ហាញថាស្ត្រីនោះមិនស្មោះត្រង់នឹងប្តីឯងដែលជាមាយាទថោកទាបគួរកុំប្រព្រឹត្តព្រោះវានាំឲ្យខូចបង់កិត្តិយសនិងមានជម្លោះក្នុងគ្រួសារទៀតផងធម្មតាប្រពន្ធបានដោយសិលមុនដោយស្កាត់កំបាំងរកស៊ីលៀនភ្នែកបានវែកខ្វះឆ្នាំងបានល្អីកណ្ដាំងនៅខ្វះចង្អេរពាក្យចាស់លោកពោលថាសំណាបយោងដីស្ត្រីយោងបុរសចំណងស្ត្រីនិងបុរសចំណងរបស់ស្ត្រីមាន5យ៉ាងទឹកត្រជាក់ត្រីកុំជាពិសិដ្ឋខ្មែរភរិយាត្រូវធ្វើឲ្យគ្រួសារត្រជាក់ត្រជុំកុំឲ្យឃើញមុខគ្នាមិនបានដោយពាក់មុខយៈដាក់គ្នាដើម្បីរក្សាចិត្តប្តីភរិយាគួរមានលក្ខណៈដូចខាងក្រោម 1. តាក់តែងស្អិតស្អាងរូបរាងកាយឲ្យបានស្អាតបាតមិនមែនអាងតែខ្លួនមានប្តីមានកូនហើយគិតថាតែងខ្លួនឲ្យអ្នកណាស្រឡាញ់ទៀតបើប្រពន្ធមិនចេះថែខ្លួនអាចឲ្យប្តីបែកចិត្តរកក្រៅមិនខាន 2. មានទ្រព្យសម្បត្តិចេះសន្សំប្រាក់កាសទុកដាក់សម្រាប់ប្រើប្រាស់កុំឲ្យរស់ដោយសារប្តីពឹងប្តីទាំងស្រុងនោះឡើយយើងមានទ្រព្យច្រើនប្តីក៏មិនហ៊ានមើលងាយយើងដែរ 3. មានកូនជាចំណងយ៉ាងស្អិតរបស់ប្តីម្ល៉េះហើយស្ត្រីណាគ្មានកូនលំបាកនឹងការពារប្តីណាស់ព្រោះខ្លួនមិនអាចបំពេញបំណងរបស់ប្តីបានគួរប្រឹងប្រែងធ្វើបុណ្យឲ្យបានច្រើនកុំពង្រត់ពង្រាស់កូនសត្វផ្សេងឡើយ 4. មានមារយាទល្អសុភាពរាបសារទន់ភ្លន់រុះរាយរាក់ទាក់ទឹកមុខញញឹមស្រស់ស្រាយចេះដឹងការខុសត្រូវរាក់ជ្រៅទាបខ្ពស់មិនជាស្រីល្ងងខ្លៅ 5. ចេះបម្រើប្តីស្ត្រីមានលក្ខណៈសម្បត្តិ5ខាងលើនេះអាចទាក់ទាញចិត្តប្តីមិនឲ្យក្បត់ខ្លួនបានតែប្តីក៏គួរចេះគិតអាណិតភរិយាផងកុំប្រើអំណាចគៀបសង្កត់ជិះជាន់វាយទាត់ធាក់អាំងកម្លាំងឡើយចំណែកប្តីវិញមានរបស់តែមួយប៉ុណ្ណោះអាចស្រូបដួងចិត្តមនុស្សស្រីបានគឺអិសរិយយសមានគេស្រឡាញ់រាប់អានច្រើនលក្ខណៈនេះក៏មិនងាយប្រុសណាធ្វើបានស្រួលដែរព្រោះច្រើនតែបានធំហើយលងក្នុងអបាយមុខផ្សេងដោយពាក្យចាស់លោកពោលថាស្រឡាញ់ពេញប្រាស់ស្អប់ណាស់ចំពុបលើមនុស្សអកធម្មជាតិនៃសត្វអកកាលណាបដិគូស្នេហារបស់វាត្រូវស្លាប់វាសុកចិត្តហើរទៅលើអាកាសយ៉ាងខ្ពស់បំផុតហើយក្តោបស្លាបឲ្យជាប់នឹងខ្លួនសំយងក្បាលចុះក្រោមផ្ទប់នឹងផែនដីឲ្យស្លាប់ដើម្បីបញ្ជាក់ពីក្តីស្រឡាញ់ពិតប្រាកដរបស់ខ្លួនចំពោះគូសង្សារមនុស្សខ្លះខ្វះមារយាទមិនចាំបាច់ដៃគូស្លាប់ទេសូម្បីតែរស់នៅឲ្យចងស្រាប់តែទៅលោភលាក់លួចមានប្រពន្ធចង់ឬមានសហាយស្មន់ដើម្បីសម្រាលតណ្ហារបស់ខ្លួនទៅវិញបើដើមចេកគេយកទៅធ្វើជើងថ្គរបូជាសពវាមិនងាយស្លោកងាយទេតែបុរាណពោលថាស្រីដែលប្រច័ណ្ឌប្តីមានស្រីថ្មីបើអោបដើមចេកគឺស្លោកកម្លាំងនៃកំហឹងបានដុតរោលចិត្តឲ្យស្វិតស្រពោនរហូតដល់រូបរាងកាយក៏ក្រៀមក្រោះអស់សម្រស់ទៀតផងបុរសស្ត្រីគួរពិចារណាកុំបណ្ដោយតាមតណ្ហាប្រាថ្នាមិនចេះស្កប់ស្កល់ត្រូវចេះសម្រួមខាត់ខាំងរារាំងគ្របសង្កត់កុំធ្វើអ្វីនាំឲ្យសៅមកដល់គ្រួសារមនុស្សតាវ៉ៅពេលតាវ៉ៅស្រឡាញ់គ្នាវាតែងហើរឆ្វែលរកសម្បុកក្អែកព្រោះវាគ្មានសម្បុកសម្រាប់ពងទេពេលវាពងចេញមកវាលោបយកពងរបស់វាទៅដាក់ក្នុងសម្បុកក្អែកដែរ
ហើយវាក៏ហើរចោលបាត់ទៅក្អែកក្រាបពងយូរៗទៅវាក៏ញាស់ចេញមកវាប្រឹងរកចំណីចិញ្ចឹមកូនវាណារហូតកូនដោះស្លាប់ធំឡើងវាសម្លឹងមើលកូនមួយវាឆ្ងល់ថាហេតុអីបានជាកូននេះមានសម្បុររូបរាងមិនដូចអញវាក៏សម្រេចចិត្តបណ្ដេញកូននោះចេញពីសម្បុកត្រង់ចំណុចនេះសូមមិត្តអ្នកស្ដាប់ទាំងអស់ជួយពិចារណាផងទៅមើលថាតើអត្ថន័យពេញលេញនោះមានអត្ថន័យបែបណាដែររបៀបរស់នៅផ្ទះម្ដាយក្មេកស្រីខ្លះរៀបការហើយនៅផ្ទះម្ដាយឯងខ្លះទៀតក៏នៅផ្ទះម្ដាយក្មេកខ្លះបែកចានបែកឆ្នាំងគ្នារស់នៅដោយខ្លួនខ្លះម្ដាយក្មេកមកនៅជាមួយទោះជាយ៉ាងណាក៏ដោយទំនាក់ទំនងរវាងកូនប្រសាស្រីនិងម៉ែក្មេកមិនសូវល្អប៉ុន្មានទេពាក្យចាស់លោកពោលថាមាត់ត្រូវមានគម្របដបត្រូវមានស្នុកតួនាទីកូនប្រសា10យ៉ាងក្នុងឋានៈជាកូនប្រសាត្រូវហ៊ានប្រឈមមុខនឹងការពិតដែលកើតមានក្នុងគ្រួសារត្រូវព្យាយាមអនុវត្តតាមក្រឹតក្រមដូចខាងក្រោម 1. កុំនាំភ្លើងក្នុងចេញក្រៅផ្ទះកុំនិយាយដើមប្តីនិយាយដើមម៉ែក្មេកឪពុកក្មេកបើកកាយហើយគេឲ្យគេដឹងឲ្យគេឮក្រែងពាក្យនោះមិនស្ងប់ស្ងាត់ឬដល់ទៅជាគាត់នាំកើតរឿងអាក់អន់ចិត្តគ្នា 2. កុំនាំភ្លើងក្រៅចូលក្នុងផ្ទះពេលឮគេនិយាយចចិចចចោចពីប្តីឬម៉ែឪក្មេកឬក្រុមគ្រួសារយើងកុំសូវប៉ិនយកជាស្ដាប់កុំធ្វើជាអ្នកនាំសារពីអ្នកនេះទៅប្រាប់អ្នកនោះចាក់គាត់ឲ្យលោតឲ្យឆេះឡើយជួនកាលគេស្អប់យើងគេចង់បំបាក់យើងក៏ថាបានដែរ 3. ឲ្យដល់អ្នកដែលគួរឲ្យបើខ្ចីហើយសងវិញយើងគួរឲ្យខ្ចីមិនត្រូវចិត្តអាក្រក់ពេកទេងាយស្រួលដល់ពេលយើងខ្វះខាតយើងអាចខ្ចីគេវិញ 4. មិនឲ្យដល់អ្នកមិនគួរឲ្យអ្នកខ្ចីបំបត្តិស៊ីដាច់កុំឲ្យខ្ចីមិនឈ្មោះថាចិត្តអាក្រក់ទេតែមានន័យថាយើងចេះការពារទ្រព្យ 5. ឲ្យដល់អ្នកមិនគួរឲ្យសាច់ញាតិអ្នកជិតខាងមិត្តភក្តិណាដែលក្រីក្រលំបាកតោកយ៉ាមករកខ្ចីបលយើងបើមានលទ្ធភាពក៏ឲ្យគាត់យកតែម្ដងទៅកុំចង់បានពីគាត់វិញអីព្រោះគ្នាក្រ 6. ចេះអង្គុយដឹងទៀបខ្ពស់មើលម៉ែមើលឪមើលប្តីឃើញគាត់មកចេះក្រោកទទួលរៀបចំកន្លែងជូនគាត់ឲ្យបានសមរម្យមិនត្រូវធ្វើរឹកដូចជំទាវចង់ឲ្យគាត់បំរើវិញនោះទេ 7. ចេះបរិភោគកុំស៊ីមុនប្តីបើនៅជាមួយម៉ែឪរៀបទុកដាំស្លតម្រូវចិត្តពួកគាត់ជាងកុំយកឆ្ងាញ់តែមាត់ឯងមិនល្អទេ 8. ចេះដេកមុនដេកត្រូវរៀបចំទុកដាក់របស់របរឲ្យមានរបៀបរៀបរយសិនកុំចូលដេកមុនម៉ែឪមុនប្តីក្រោកឡើងរវាសរវៃប្រញាប់ប្រញាល់កុំដេកទមួឲ្យប្តីដាស់ 9. ចេះបំរើភ្លើងបើយើងមិនចេះប្រើឆេះផ្ទះខាងនៅហើយបើចេះប្រើដាំបាយបានហូបភ្លើងបានដល់ប្តីដែលខ្លួនត្រូវប្រកបចិត្តដឹងទុកធុរៈយកចិត្តទុកដាក់កុំប្រងើយកន្តើយ 10. មនសិការទេវតាក្នុងផ្ទះឪពុកម្ដាយក្មេកឈ្មោះថាប្តីដែលខ្លួនត្រូវគោរពកោតខ្លាចបូជាដោយសមរម្យមិនត្រូវប្រហើនកោនកាចដាក់ទេវតាឡើយពាក្យបុរាណលោកពោលថាអ្នកណាទ្រាំនឹងផ្សែងភ្លើងបានអ្នកនោះទ្រាំនឹងម្ដាយក្មេកបានបញ្ជាក់ថាកូនប្រសាត្រូវចេះអត់ទ្រាំប្រឹងប្រែងខ្នះខ្នែងធ្វើការងារឲ្យអស់ពីចិត្តពីថ្លើមប្រយ័ត្នប្រយែងមាត់កកុំនិយាយអ្វីផ្ដេសផ្ដាស់កុំស្ដាប់ពាក្យញុះញង់កុំនិយាយដើមប្តីឬម៉ែឪក្មេកមួយសោតឯងស្រីចេះលើកយោះប្តីចេះគិតចេះគូចេះរៀបចេះចំចេះសំចេះគូអ្នកផងនឹងសូរកឈ្មោះពុំខានភ្លើងរន្ទះស្នេហាបុរសខ្លះមិនស្មោះត្រង់នឹងប្រពន្ធទៅលួចលាក់មានស្រីក្មេងឆ្វេងស្ដាំឯណែឯណោះជាដើមរឿងនេះគឺពិតយ៉ាងនឹងមែនហើយសូមបរោះជាប្តីនេះគួរគិតគូរឲ្យបានច្បាស់លាស់ថាកាលដើមឡើយនាងនៅជាមួយឪពុកម្ដាយបើឈឺចាប់ក្តៅរងាថ្ងៃយប់បានឪពុកម្ដាយគ្រាន់ជាទីពឹង
ក្រោយពេលមានប្តីនាងសុខចិត្តចាក់ចេញឆ្ងាយពីឪពុកម្ដាយមករស់នៅជាមួយប្តីដូច្នេះអ្នកជាប្តីត្រូវផ្ដល់ភាពកក់ក្ដៅឲ្យប្រពន្ធផងប៉ុន្តែរឿងផិតរឿងក្បត់មិនស្មោះត្រង់នោះមិនមែនមានតែបុរសនោះទេស្ត្រីខ្លះក្នុងโลกនេះក៏មានផិតមានក្បត់អីចឹងខ្លះដែរដូចជាស្ត្រីខ្លះមានកូន2 3 4 5ទៅហើយសុខចិត្តចោះចោលប្តីចោលកូនរត់តាមប្រុសព្រោះរឿងស្នេហ៍ខ្លះព្រមរៀបការជាមួយបុរសស្រុកស្រែចម្ការស៊ីអត់ស៊ីឃ្លានស៊ីក្តាមស៊ីខ្យងតែមិនល្មមបំណងក៏សម្រេចចិត្តមករស់នៅជាមួយបុរសវ័យចំណាស់ឯភ្នំពេញវិញធ្វើឲ្យបុរសស្រុកស្រែសោកសៅរីងរៃក្រៀមក្រំគួរឲ្យអាណិតមែនតែនខ្លះទៀតព្រោះតែរឿងតាមតណ្ហាដុតរោលខ្លាំងធ្វើឲ្យគេហ៊ានសម្លាប់ប្តីសម្លាប់កូនគួរឲ្យតក់ស្លុតខ្លាំងណាស់រឿងនេះខ្ញុំមិនបាច់រៀបរាប់ច្រើនទេគឺមានផ្សាយយ៉ាងច្រើនទៅតាមវិទ្យុស្រាប់ទៅហើយខ្ញុំសូមអភ័យទោសផងអំពីស្ត្រីមានចរិតសម្បត្តិដ៏ល្អជាច្រើនក្នុងโลกនេះខ្ញុំគ្រាន់តែចង់បង្ហាញពីកម្រិតនៃតណ្ហារបស់មនុស្សដែលមិនចេះឆ្អែតឆ្អន់បើសិនជាយើងមិនចេះអត់ទ្រាំកាត់បន្ថយខ្លះទេនោះកុកហាលើមេឃគង់ជាប់អន្ទាក់ស្នេហាលួចលាក់គង់គេដឹងជួបគ្នានៅក្នុងវីដេអូក្រោយជាមួយនឹងប្រធានបទដោះស្រាយវិបត្តិស្នេហានាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតទៅដល់ពុកម៉ែបងប្អូនអំពូមីងយាយតាទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃរបស់ពុកម៉ែបងប្អូនមកតាមដានស្ដាប់ Channel របស់យើងខ្ញុំសូមជូនពរទៅដល់ពុកម៉ែបងប្អូនអំពូមីងយាយតាទាំងអស់ឲ្យមានសុខភាពល្អសំណាងល្អរកស៊ីទទួលទានមានបានធ្វើដំណើរទៅណាមកណាជួបតែសុខសុវត្ថិភាពនិងជួបតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀកឃ្លាឡើយជួបគ្នានៅក្នុងវីដេអូក្រោយជាមួយនឹងប្រធានបទដោះស្រាយវិបត្តិស្នេហា